សួស្តីបងប្អូនថ្ងៃនេះខ្ញុំចែកម្លែងកលឹះតិចតួចពាក់ព័ន្ធដែលវាមានការ error ទៅលើ browser Chrome អញ្ចឹងនេះយើងចុច reload វាយ៉ាងណាក៏វាអត់ទៅដែរហើយវាដាក់ថា your connect is not private អញ្ចឹងគឺវាអាចបើកបានទេបងប្អូនបញ្ហារបស់វាហ្នឹងគឺនេះម៉ោងរបស់យើងនេះគឺដើរខុសអញ្ចឹងដំណោះស្រាយគឺយើងត្រូវធ្វើគឺយើងសេរីម៉ោងឲ្យត្រូវសិនចុចកន្លែង menu នេះមកបន្ទាប់មកយកពាក្យថា setting តបនេះបងប្អូននេះមកមើលខាងឆ្វេងនេះយកពាក្យថា time និងភាសាលៀងនេះលៀងវិសនេះចុចយកវាមកបន្ទាប់មកយើងយក data time ខាងលើខាងនេះតើតាមដានរបស់គ្នាបងប្អូនតើដោះស្រាយបានអត់កន្លែងនេះយើងបិទវាសិនបន្ទាប់មកយើងចុចឆាំងកន្លែងនេះយើងសេរីបងប្អូនសេរីមកម៉ោងបានម៉ោងដូចជាម៉ោងន័យថាម៉ោង7ចុះបន្ទាប់មកខ្ញុំដាក់ប៉ុណ្ណឹងបណ្ដោយហើយកន្លែងនេះយើងដាក់មកថ្ងៃទីថ្ងៃនេះទី6ចឹងយើងដាក់2025ហ្នឹងមកថ្ងៃខែនេះខុសចុះបន្ទាប់យើងចុចឆាងមកហ្នឹងហើយឥឡូវយើងទៅធ្វើការបើកជ្រុងទាំងអស់គ្នាម្ដងទៀតឥឡូវខ្ញុំចុចចូលទៅ website មួយឃើញទេបងប្អូន